បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាវៀតណាមនឹងបញ្ឈប់នៅការប្រើប្រាស់យានជំនិះដែលដើរដោយប្រេងឥន្ធនៈទាំងអស់នៅលើកោះត្រល់ឬក៏វៀតណាមហៅថាកោះភូកុកនៅក្នុងគោលបំណងមួយគឺដើម្បីប្រែក្លាយកោះមួយនេះឲ្យទៅជាកោះដែលស្អាតបែបធម្មជាតិបំផុតមួយនៅក្នុងពិភពលោកបាទរាជរដ្ឋាភិបាលរបស់ប្រទេសវៀតណាមបានណែនាំឲ្យអាជ្ញាធរនៅលើកោះភូកុកលុបបំបាត់ឬក៏បញ្ឈប់នៅការប្រើប្រាស់រថយន្តដែលដើរដោយប្រេងសាំងឬក៏ម៉ាស៊ូតជាបណ្ដាចាប់ពីពេលនេះតទៅនៅក្នុងគោលបំណងឬក៏គោលដៅនោះគឺដើម្បីប្រែក្លាយកោះមួយនេះឲ្យទៅជាគោលដៅទេសចរដែលមិនមានការបំពុលឬក៏ប៉ះពាល់ទៅដល់បរិស្ថានមួយដែលឈានមុខគេបំផុតនៅក្នុងពិភពលោកស្ថិតនៅក្បែរនឹងឈូងសមុទ្រថៃនិងមានចម្ងាយប្រហែលជា400គីឡូម៉ែត្រពីខាងលិចនៃទីក្រុងហូជីមិញរបស់វៀតណាមតំបន់ប្រជុំកោះភូកុកគឺជាតំបន់មួយដែលទាក់ទាញភ្ញៀវទេសចរទាំងក្នុងស្រុកនិងក្រៅស្រុកដោយកោះមួយនេះមានទីតាំងល្អជាទីតាំងដែលផ្ដល់ជូននៅភ្ញៀវទេសចរបែបធម្មជាតិស្រស់បំព្រងចម្រុះជាច្រើនបែបធនធានធម្មជាតិសមុទ្រដ៏សម្បូររុងរឿងនិងប្រព័ន្ធអេកូឡូស៊ីហើយនឹងទឹកដីដ៏អស្ចារ្យឬក៏ភូមិសាស្ត្រដ៏អំណោយផលនៃប្រជុំកោះមួយនេះរដ្ឋាភិបាលវៀតណាមកាលពីថ្ងៃសុក្របានចេញផ្សាយសេចក្តីថ្លែងការណ៍មួយរបស់ឧបនាយករដ្ឋមន្ត្រីរបស់វៀតណាមគឺលោកងួយយៀនជីតុងបានណែនាំឲ្យខេត្តខៀនជៀងភាគខាងត្បូងដែលជាទីតាំងរបស់កោះភូកុកនេះឲ្យត្រួតពិនិត្យឡើងវិញក៏ដូចជាអភិរក្សនៅតម្លៃដែលជាស្នូលរបស់កោះភូកុកនេះដែលមានដូចជាផ្នែកអេកូទេសចរនិងបដិសណ្ឋារកិច្ចលំដាប់ថ្នាក់ពិភពលោកនៅលើកោះមួយនេះឲ្យបានជាចាំបាច់ពីព្រោះប្រព័ន្ធពីរនេះគឺជាសក្តានុពលដ៏ធំប្រចាំនៅកោះភូកុកឬក៏ខ្មែរហៅថាកោះត្រល់នេះតំបន់សមុទ្រនៃកោះភូកុកគ្របដណ្ដប់ទៅលើកោះចំនួន22នៅលើផ្ទៃដីសរុបប្រហែលជា589.23គីឡូម៉ែត្រការ៉េកោះភូកុកដែលធំជាងគេត្រូវវៀតណាមបែងចែកជាពីរផ្នែកគឺភាគខាងជើងនិងភាគខាងត្បូងដោយមានទីក្រុងធំនៅលើកោះមួយដែលឲ្យឈ្មោះថាទីក្រុងឌឿងតុងកោះត្រល់ឬក៏កោះភូកុកនេះនឹងត្រូវទទួលភារកិច្ចដឹកនាំកិច្ចប្រជុំនៃការខិតខំប្រឹងប្រែងដើម្បីផ្លាស់ប្ដូរបរិស្ថានតាមបែប Digital នៅក្នុងឆ្នាំ2027ខាងមុខនិងបញ្ចប់ទៅវិញនៅឆ្នាំ2030ដែលធានាបាននៅរាល់ការប្រើប្រាស់ធនធានធម្មជាតិទាំងអស់គឺត្រូវតែប្រកបដោយប្រសិទ្ធភាពខ្ពស់និរន្តរភាពដូចជាការប្រើប្រាស់នៃផ្ទៃដីទឹកនិងព្រៃឈើនៅក្នុងតំបន់នោះជាដើមលោកឧបនាយករដ្ឋមន្ត្រីដដែលក៏បានគូបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចប្រជុំកំពូលមួយនេះដែលហៅកាត់ថា APEC នៅក្នុងឆ្នាំ2027ខាងមុខដែលនឹងប្រារព្ធឡើងនៅលើកោះភូកុកនេះដោយគាត់បានលើកឡើងថាវាគឺជាឱកាសមាសប្រាក់មួយសម្រាប់កោះភូកុកនេះដើម្បីពន្លឿនការអភិវឌ្ឍរបស់កោះក៏ដូចជាលើកកម្ពស់នៅការធ្វើកំណែទម្រង់ផ្នែកអន្តរជាតិរបស់ប្រទេសវៀតណាមផងដែររាជរដ្ឋាភិបាលវៀតណាមបានផ្ដល់ភារកិច្ចនេះទៅដល់ក្រសួងនិងភ្នាក់ងារដែលពាក់ព័ន្ធនានានៅក្នុងប្រទេសវៀតណាមឲ្យសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានដែលយោងតាមគោលនយោបាយកំណែទម្រង់កោះនេះហើយដោះស្រាយបញ្ហាឧបសគ្គផ្សេងៗឲ្យបានឆាប់រហ័សតាមឲ្យទាន់ពេលវេលានិងធានាថាគម្រោងនោះត្រូវអនុវត្តប្រកបដោយតម្លាភាពប្រសិទ្ធភាពនិងគ្មានការខ្ជះខ្ជាយឬប្រព្រឹត្តអំពើពុករលួយណាមួយកើតឡើងនោះឡើយបាទបងប្អូនទាំងអស់គ្នានេះគឺជាគម្រោងក៏ដូចជាផែនការរបស់វៀតណាមទៅលើកោះត្រល់ឬក៏កោះភូកុកនៅការកែតម្រង់បែបធម្មជាតិមួយដែលមិនអោយអនុញ្ញាតឲ្យប្រើប្រាស់នៅរថយន្តក៏ដូចជាយានជំនិះដែលដើរដោយប្រេងសាំងឬក៏ប្រេងម៉ាស៊ូតនោះទេដើម្បីឲ្យកោះមួយនេះក្លាយជាកោះដែលធម្មជាតិស្អាតបំផុតនៅលើពិភពលោកផងដែរបាទនេះក៏ជាកោះត្រល់ដែលជាអតីតកោះរបស់ប្រទេសខ្មែរយើងដែលវៀតណាមបានយកទៅហើយកោះមួយនេះគឺជាកោះដ៏ស្រស់ស្អាតនិងមានធនធានបែបធម្មជាតិសម្បូរបែបយ៉ាងច្រើននៅក្នុងប្រជុំកោះមួយនេះទៀតផងឥឡូវនេះវៀតណាមកំពុងតែកែច្នៃកោះនេះឲ្យក្លាយទៅជាកោះដែលមានធម្មជាតិស្អាតបំផុតនៅលើពិភពលោកបាទបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺខ្ញុំមានព័ត៌មានប៉ុណ្ណឹងចាំជួបគ្នានៅវីដេអូក្រោយជាបន្តទៀត